ទស្សនីយស្មោះទាំងឡាយបងមិនទាន់ Subscribe សាប់មួយទៅឥឡូវយើងមកតាមដានសាច់រឿងបន្តទៀតគ្រាន់តែចាប់ផ្ដើមអេពីសូតទី2ភ្លាមអាកអូនយ៉ាងឈិញបានស្រែកថាត្រៀមខ្លួនងាប់ទៅឈិញយ៉ាងហើយគេក៏ដកដៅចូលកាប់ឆ្វេងកាប់ស្ដាំកាប់លើកាប់ក្រោមតែកាប់មិនត្រូវដោយសារតែឈិញយ៉ាងរបស់យើងបានត្រើបំលាស់ទីដន្ទះដើម្បីកិច្ចហើយក៏ឆ្លៀតជូនអាកអូននោះមួយដៃឡើងប៉ើងត្រូវប៉ុណ្ណឹងអត់រឿងអាកអូននោះក៏ហក់ចូលទៀតចូលទៅដល់កវីដៅឆ្វាច់ចុះឆ្វាច់ឡើងលិចកើតជាងត្បូងតែត្រូវឈិញយ៉ាងរបស់យើងចាប់ដៃជាប់អូសញ្ញាគ្រូសាលីនតែក្បាច់ដៅនឹងដៅតែគេជាអ្នកផ្ដាល់ឲ្យឯងត្រូវអត់និយាយចប់ឈិញយ៉ាងរបស់យើងក៏ជូនវាម្ដាយទៀតឡើងប៉ើងហោះទៅលើអាកអូននោះមិនសុខចិត្តក៏មិនចេញស្នៀតអល់ទីមេតរបស់គេមើលទៅមិនដឹងថាជានៀកឬក៏ទុំទេហោះរញ៉េរញ៉ៃពេញនឹងឈិញយ៉ាងឃើញអញ្ចឹងក៏ស្រែកហៅដាវមេឃាតែហោះមកមានតែស្រោមប៉ុណ្ណោះដាវជ្រុះបាត់ហើយមានតែស្រោមតែអត់ដាវក៏ពិតមែនតែចំហាយមិនធម្មតាធ្វើឲ្យសិស្សកូនធីងធងចង់ដាច់ភ្ងាប្រៀបដូចអស្ត្រាមយុអដាក់ទឹកកកមិនចាំយូរអាកអូននោះក៏បបួពោះកូនកាត់អន្ទង់របស់គេហក់វាប្រហាឈិញយ៉ាងមួយទំហឹងឈិញយ៉ាងរបស់យើងក៏បានទុកជាប់ហើយក៏តវាមួយស្រោមតាំងធ្វើឲ្យទៀតទាំងមនុស្សបាក់ទាំងដាវងាប់ទាំងពោះខ្ជិលនៅតែប៉ែយូឈិញយ៉ាងរបស់យើងក៏បានប្រើអណ្ដាតភ្លើងមេឃាដុតវាខ្លាញ់ជាផេះងាប់បាត់ទៅធ្វើឲ្យអ្នកនៅទីនោះចំហមាត់ស្រឡាងកាំងគ្រប់គ្នាស្ទើរមិនជឿនឹងភ្នែកថាឈិញយ៉ាងហ៊ានសម្លាប់អាកូនមួយនោះចំណែកក្រុមព្រឹទ្ធាចារ្យដែលជាឪរបស់វាបានរត់ទៅមើលស្នាមផេះឲ្យស្រែកថាឯងកុហកយើងថាឯងមានកម្រិតទី3ឈិញយ៉ាងប្រាប់ថាខ្ញុំបានឡើងកម្រិតទី4ពីថ្ងៃមុនព្រឹទ្ធាចារ្យឪវាស្រែកថាទោះជាយ៉ាងណាក៏វាមានកម្រិតលើសឯង3កម្រិតតែមិនបានជាវាចាញ់ឯងព្រឹទ្ធាចារ្យម្នាក់ទៀតស្រែកបន្ថែមសមួយជំនាញវិញ្ញាណថ្នាក់មេក៏ឯងហ៊ានលួចដែរឈិញយ៉ាងតបទៅវិញទេពកោសលគឺសំខាន់ជាងជំនាញវិញ្ញាណហើយទេពកោសលរបស់ខ្ញុំគឺល្អជាងអាកូនយ៉ាងឈិញនឹងឆ្ងាយណាស់អញ្ចឹងវាចាញ់គឺត្រឹមត្រូវហើយព្រឹទ្ធាចារ្យនោះនិយាយលែងចេញក៏អុកឈើច្រត់មិនចេញកំហឹងតែកំហឹងមិនចេញតែផេះហុយជុកឆ្លក់វិញនឹងបន្ទាប់មកឈិញយ៉ាងក៏បានស្រែកថាល្ខោនបានបញ្ចប់ហើយពេលណាឯងចេញមកពួកក្រុមព្រឹទ្ធាចារ្យក៏រៀងភ្ញាក់ផ្អើលបន្តិចផងដែរព្រោះគាត់មិនដែលសង្កល់ដឹងថាមានមនុស្សលូតមើលតែឈិញយ៉ាងយើងបែរជាដឹងពេលនោះក៏មានគ្រាស្នេហ៍ហោះមួយហោះចូលមកឈិញយ៉ាងក៏កត់សម្គាល់ឃើញថាបងជីដូនមួយរបស់គាត់យន្តសៀមមានការភ្ញាក់ផ្អើលខុសពីធម្មតាបែរជារឿងផ្ទាល់ខ្លួនរបស់គាត់មានពាក់ព័ន្ធជាមួយអាកអូនម្នាក់នេះហើយមើលទៅគ្រាស្នេហ៍ក៏បានចុះចោតដោយជោគជ័យរីឯឈិញយ៉ាងយើងក៏បានបោះសម្ដីទៅថាអ្នកប្រុសគ្រូសានលីនដ៏ល្បីល្បាញនៅក្នុងទីក្រុងធៀនយូឈ្មោះលីនបៃហួរបែរជាចូលចិត្តចេះដឹងរឿងគេបែបនេះអាកអូនលីនបៃហួរក៏បាននិយាយ3ថ្ងៃក្រោយខ្ញុំនឹងប្រកួតជាមួយឯងជំនួសគ្រូសាលីននិយាយរួចវាក៏បានគប់ផ្លាកបញ្ជាមួយទៅកាន់ឈិញយ៉ាងហើយប្រាប់ថាបើវាចាញ់វានឹងបកគោកន្លែងជីរ៉ែដៃខ្មៅនៃគ្រូសានតកូលីនឲ្យឈិញយ៉ាងតែបើឈិញយ៉ាងចាញ់គ្រូសាតកូលយន្តនឹងត្រូវបដូរឈ្មោះទៅជាតកូលីនឈិញយ៉ាងយើងយល់ព្រមតែត្រូវមានលក្ខខណ្ឌមួយទៀតបើកូនបៃហួរចាញ់វាត្រូវលុតជង្គង់អោនគោរពលបងសៀន100ដងសារភាពកំហុសអាកូននោះចង់ប្រកែកដែរតែត្រូវឈិញយ៉ាងយើងបំភ័យបាត់ទៅហើយចំណែកឯក្រុមព្រឹទ្ធាចារ្យ3 4នាក់នេះវិញពួកគេបានត្រឹមតែនិយាយថាគេហ៊ានយកគ្រូសាយើងទៅភ្នាល់សាច់ឬកាត់មកដល់បន្ទប់មួយយើងឃើញឈិញយ៉ាងកំពុងតែអង្គុយត្រាំទឹកអូនស្រីហាមមើលប្រយ័ត្នឈាមច្រមុះហើយទឹកថ្ងៃឈិញយ៉ាងកំពុងតែត្រាំនោះគឺផ្សំឡើងដោយផ្កាពីរប្រភេទដែលអាចជួយចម្រើនកម្លាំងធម៌ពលបានរំពេចពេលនោះស្រាប់តែមានអូនខ្ជូតម្នាក់ដើរចូលមកហើយទៅស្ទាបអង្អែលឈិញយ៉ាងខាងក្រោយតែឈិញយ៉ាងក៏វាដៃចេញតែកូននឹងស្មោះដូចអេដមីនឈិញយ៉ាងបាននិយាយថាកាលពី3ឆ្នាំមុនអ្នកណាអ្នកសំបែកអូនខ្ជូតថាម៉ែបង្ខំប្រូឈិញយ៉ាងថាឃើញស្វីតមួយគេរហូតបន្ទាប់មកក៏ដេញនាងចេញទៅក្រៅបាត់ទៅហើយគាត់ក៏ឆ្ងល់ខ្លួនឯងដែរហេតុអីកាលពី3000ឆ្នាំមុនគាត់ទៅស្រឡាញ់មនុស្សស្រីបែបនេះពេលនោះគាត់ក៏ចាប់អារម្មណ៍ឮសំឡេងប្រយុទ្ធគ្នានៅខាងក្រៅក្នុងនាមគាត់ជាសុភាពបុរសចេះជួយអ្នកដទៃឲ្យស្មោះស្នេហ៍ដូចអេដមីនគាត់ក៏សម្រេចចិត្តថាចូលទៅដេកព្រឹកឡើងក៏មកដល់គាត់ភ្ញាក់ពីដំណេកហើយក៏ដើរទៅខាងក្រៅគាត់ក៏ឃើញលោកពូម្នាក់កំពុងអង្គុយលើកំណើសាកសពឃាតករលោកពូនោះមានឈ្មោះថាយុនម៉េងគាត់ក៏បានរត់ទៅគោរពឈិញយ៉ាងរបស់យើងអ្នកប្រុសខ្ញុំមកយឺតហើយឈិញយ៉ាងរបស់យើងក៏បានតបថាលោកបានសម្លាប់មនុស្សច្រើនណាស់យុគមិញពូម៉េងក៏បានឆ្លើយបាននិយាយទៅក៏លោកមិនជឿដែរយុគមិញខ្ញុំមិនបានកំរើកំបិតបន្តិចផងដំបូងពេលដែលខ្ញុំមកដល់ទីនេះភ្លាមខ្ញុំបានឃើញពួកអាចកអាចារ្យប្រមាណអ្នកនេះកំពុងតែប្រើប្រាស់វុធស្ងាត់ដើម្បីធ្វើឃាតលោកខ្ញុំក៏បានទៅបំភ័យវាពីក្រោយហើយនៅពេលដែលពួកវានាំគ្នាមកវាយប្រហារខ្ញុំនោះខ្ញុំក៏បានគេចឆ្វេងគេចស្ដាំធ្វើឲ្យពួកវាកាប់ត្រូវតែគ្នាឯងមកដល់ងាប់អស់រលីងឈិញយ៉ាងរបស់យើងក៏បានតបថា
សំណាងឲ្យដែលលោកពូមិនបានសម្លាប់ពួកវាកុំឲ្យលោកពូក៏ត្រូវស្លាប់ដែរលោកពូនោះក៏ឆ្ងល់តែឈិនយ៉ាងប្រាប់ថាឲ្យចូលក្នុងមកចាំគាត់ពន្យល់ពេលចូលក្នុងព្រាមឈិនយ៉ាងយើងចាប់ផ្ដើមចម្រាញ់ថ្នាំរីឯលោកពូក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែមានមនុស្សតិចណាស់ដែលចេះចម្រាញ់ថ្នាំពេលនោះឈិនយ៉ាងក៏ចាប់ផ្ដើមពន្យល់ប្រាប់លោកពូថាដោយសារលោកពូធ្លាប់សម្លាប់នៅអស់ជាច្រើនបណ្ដាលឲ្យមានធម្មពលខ្មៅជាច្រើនទៅរួមព័ទ្ធស្នូលធម្មពលឈីវាធ្វើឲ្យលោកពូមិនអាចបំបីកម្រិតបានហើយក៏អាចធ្វើឲ្យលោកពូស្លាប់ផងដែរនិយាយចប់ឈិនយ៉ាងរបស់យើងក៏ចាប់ផ្ដើមព្យាបាលឲ្យលោកពូដែលបានដាក់បញ្ចូលគ្រាប់ថ្នាំទៅចំណុចសំខាន់ៗនៃទីតាំងរបស់ជីពចរបន្ទាប់មកគាត់ឲ្យលោកពូរបស់គាត់សម្រួលកម្លាំងធាតុហើយការព្យាបាលក៏ទទួលបានជោគជ័យដែលធ្វើឲ្យលោកពូរបស់គាត់មានអារម្មណ៍ថាធូរស្រាលនិងអាចបំបីកម្រិតបានហើយលោកពូក៏បានទៅសារទៅជំនាញស្លថ្នាំរបស់ឈិនយ៉ាងផងដែរបន្ទាប់មកឈិនយ៉ាងក៏បានបោះกระดาษមួយទៅកាន់លោកពូហើយប្រាប់លោកពូឲ្យជួយរករបស់ទាំងនេះឲ្យគាត់ផងហើយលោកពូក៏បានប្រាប់ថាគ្មានបញ្ហាទេសាច់រឿងរបស់យើងក៏កាត់ទៅដល់ភោជនីយដ្ឋានមួយនៅទីនោះយើងឃើញមានអូនស្អាតម្នាក់បានអូសដៃឈិនយ៉ាងរបស់យើងចូលតុដើម្បីញ៉ាំអាហារហើយអូនស្អាតម្នាក់ហ្នឹងមានឈ្មោះថាហ្វៃហ្វៃអូនហ្វៃហ្វៃបានឲ្យឈិនយ៉ាងរបស់យើងទាយមើលថាអាហារមួយណាដែលនាងជាអ្នកធ្វើដោយផ្ទាល់ដៃឈិនយ៉ាងរបស់យើងបានទាយថាគឺអាត្រីអាំងមួយនេះបើក្រោយពីនាងធ្វើគ្មានអ្នកណាអាំងរហូតដល់ខ្លោចអញ្ចឹងទេអូនហ្វៃហ្វៃមានអារម្មណ៍ថាខ្មាស់ក៏វាយឈិនយ៉ាងយកតែម្ដងពេលនោះក៏មានក្រុមព្រឹទ្ធាចារ្យ3-4នាក់ចូលមកដល់ហើយស្រែកមួយទំហឹងអងជាមួយកម្លាំងធម្មពលថាតើអ្នកណាអនុញ្ញាតឲ្យឯងរៀបចំអាហារមួយតុនេះភ្ញៀវដែលកំពុងហូបអាហារនៅតុចិត្តនោះភ័យក៏នោះឲ្យរត់ចេញអស់ព្រឹទ្ធាចារ្យដែលជាឪរបស់អូនហ្វៃហ្វៃបានប្រាប់ឲ្យអូនហ្វៃហ្វៃត្រឡប់ទៅវិញព្រោះគាត់មានរឿងចង់និយាយជាមួយឈិនយ៉ាងតែអូនហ្វៃហ្វៃមិនព្រមទៅតែឈិនយ៉ាងយើងប្រាប់ឲ្យនាងទៅបានជានាងព្រមទៅពេលដើរទៅវិញអូនហ្វៃហ្វៃក៏ឆ្លៀតលៀនដាតឌឺពួកក្រុមព្រឹទ្ធាចារ្យទាំងអស់នោះផងដែរឈិនយ៉ាងរបស់យើងអត់ភ្លក់នំមួយម៉ាត់ហើយនិយាយថារសជាតិនៅដូចមុនដដែលហើយពួកក្រុមព្រឹទ្ធាចារ្យក៏បានស្រែកថាជើងមិញឯងហ៊ានសម្រាប់សិស្សកូនក្នុងគ្រួសារថ្ងៃនេះខ្ញុំនឹងជម្រះបញ្ជាជាមួយឯងពេលនិយាយចប់ព្រឹទ្ធាចារ្យ3-4នាក់ក៏នាំគ្នាហក់ចូលវាយឈិនយ៉ាងយើងយល់តែម្ដងហើយសាច់រឿងអេពីសូតទី2របស់យើងក៏បានមកដល់ទីបញ្ចប់ជាចុងក្រោយបើស្រឡាញ់កុំភ្លេចចុច Sub ហើយបើចូលចិត្តកុំភ្លេចចុចមេដៃតែបើមាននិស្ស័យយើងជួបគ្នានៅវីដេអូក្រោយ